ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការចូលមកកាន់ Channel អរូបនៅក្នុងវីដេអូនេះខ្ញុំមានដើមរបស់តួអង្គរបស់យើងយកមកនិយាយឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ទៀតហើយតួអង្គនៅក្នុងវីដេអូនេះខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថាបងឆៃអញ្ចឹងយើងមកនិយាយពីសមាជិកនៅក្នុងគ្រួសារបងឆៃបន្តិចទៅណាមានគ្នាតែ3នាក់ទេគឺមានបងឆៃប្អូនស្រីរបស់គាត់ដែរប្អូនស្រីរបស់គាត់នៅក្នុងសាច់រឿងហ្នឹងមានអាយុប្រហែលជា15ទៅ16ឆ្នាំអីហើយនឹងម្ដាយរបស់គាត់ដោយពុករបស់គាត់ហ្នឹងបានស្លាប់បាត់ហើយអញ្ចឹងនៅក្នុងគ្រួសារហ្នឹងគឺមានសមាជិកតែ3នាក់ហ្នឹងឯងហើយជាទម្លាប់របស់ប្អូនស្រីរបស់បងឆៃហ្នឹងណាពេលដែលបងឆៃមកពីធ្វើការឬក៏គាត់ធ្វើដំណើរកំសាន្តទៅណាដែលទៅតែម្នាក់ឯងហើយពេលត្រឡប់មកវិញអញ្ចឹងគ្រាន់តែម៉ូតូបងឆៃចូលមកដល់ក្នុងបរិវេណផ្ទះគឺប្អូនស្រីរបស់គាត់ហ្នឹងរត់ទៅទទួលបងហើយមិនថាចេញទៅដើរលេងឬធ្វើការឯងគឺគាត់តែងតែអញ្ចឹងណាចេញមកញឹមបើកទ្វារឲ្យបងអីចឹងទៅហើយថ្ងៃហ្នឹងក៏អត់ខុសពីរាល់ដងដែរដល់ពេលដែលបងឆៃគាត់ត្រឡប់មកពីដំណើរកំសាន្តរបស់គាត់វិញហ្នឹងគ្រាន់តែបើកទ្វារលបងជិះម៉ូតូចូលមកក្នុងផ្ទះគឺឃើញប្អូនស្រីរបស់គាត់អញញឹមចេញពីក្នុងផ្ទះរត់មកទទួលបងហ្មងហើយពេលដែលមកដល់ហ្នឹងក៏ជួយរត់ទៅយកអាសាក់កដោស្ពាយនៅលើខ្នងមកគាត់កាបូបស្ពាយលើខ្នងខ្ញុំសុំហៅថាកាបូបហ្នឹងណាតែជាពពុះអាកាបូបធំស្ពាយលើខ្នងដែលគេដាក់កៅអៅបានច្រើនណាជារបៀបដំណើរកំសាន្តរឿងយូរថ្ងៃណារត់ទៅទាញទៅទទួលពីបងឲ្យស៊ូបងសុខសប្បាយអត់ចុះទៅបាត់មួយថ្ងៃអីដើរលេងមិនដែរហើយមានរបស់ផ្ញើគាត់អីអត់អីចឹងណាជាទម្លាប់ដែលតែងតែស៊ូបងខ្លួនឯងពេលដែលមកពីដើរលេងវិញហើយបងឆៃគាត់ក៏មិនដែរចោលដែរឲ្យទៅត្រឡប់មកពីកន្លែងណាវិញចឹងគាត់តែងតែមានរបស់តិចតួចយកមកផ្ញើប្អូនគាត់ណារបៀបរបស់អនុស្សាវរីយ៍អីចឹងណាហើយថ្ងៃហ្នឹងប្អូនដល់ពេលអាចថាអញ្ចឹងយូរទៅបានប្អូនស្រីរបស់គាត់ហ្នឹងក៏គាត់ត្រឡប់ហ្នឹងពេលដែលមកវិញដឹងមានរបស់ផ្ញើដែរគាត់ក៏រត់មកទទួលណាមួយគ្នានៅក្មេងធម្មតាកូនក្មេងចូលចិត្តនៅក្មេងឡើយ15 16ឆ្នាំចូលចិត្តមករបស់ផ្ញើរបស់អនុស្សាវរីយ៍តិចតួចអីហ្នឹងហើយបងឆៃគាត់ក៏ថាមានរបស់ផ្ញើតើហើយគាត់អត់ចង់ឲ្យប្អូនគាត់កាន់អាកាបូបហ្នឹងឯងដោយសារអីខោគាត់ច្រើនគាត់ខ្លាចប្អូនធ្ងន់ដល់ពេលប្អូនគាត់នៅទៅទាញអញ្ចឹងទៅក៏ជួយគ្នាពីរនាក់បងប្អូនហ្នឹងណាកាន់អាកាបូបហ្នឹងម្នាក់មួយហៀងដើរចូលទៅក្នុងផ្ទះទៅហើយដើរបដានិយាយគ្នាបដាសើចបដាតាមរបៀបបងប្អូនដែលស្រឡាញ់គ្នាទូទៅដល់ពេលដែលដើរចូលមកដល់បរិវេណក្នុងផ្ទះរបស់បងឆៃហ្នឹងគាត់ហ្នឹងក៏ដាក់កាបូបរបស់គាត់ទៅលើតុមុខទូហើយប្អូនគាត់ស៊ូទៅថាបងឯងបានអីផ្ញើគាត់អីចឹងណាបងឆៃគាត់ថានេះបងទិញអានេះផ្ញើអូនឯងប៉ុន្តែទៅបើនិយាយបានប៉ុណ្្នឹងណាអត់តន់បានដកអារបស់ហ្នឹងមកបង្ហាញប្អូនផងក៏លឺសលេងម៉ាក់របស់គាត់ហ្នឹងហៅបងឆៃណាចុះលឺកូនមកដល់ផ្ទះអីចឹងក៏ចេះតែស្រែកសួរហើយឥឡូវយើងនិយាយពីស្ថានផ្ទះរបស់បងឆៃតិចណាម៉ាក់របស់គាត់ហ្នឹងពេលហ្នឹងហៅគាត់ចេញពីផ្ទះបាយផ្ទះបងឆៃពីដំបងឡាយហ្នឹងជាផ្ទះឈើហើយយើងដឹងហើយផ្ទះឈើខាងក្រោមគឺលហោលហេវហើយត្រូវអត់ប៉ុន្តែក្រោយពេលដែលប៉ាបងឆៃគាត់ស្លាប់ទៅបងឆៃគាត់ចេញទៅធ្វើការឬក៏ពេលខ្លះរបៀបគាត់ទៅដើរលេងអញ្ចឹងមួយថ្ងៃពីរថ្ងៃបានមកវិញនៅផ្ទះសត្វតស្រីអញ្ចឹងគាត់ក៏ចង់ធ្វើលបងធ្វើអាខាងក្រោមហ្នឹងឲ្យវាចិត្តណាឲ្យម៉ាក់របស់គាត់នៅជាមួយប្អូនឲ្យវាមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនអីចឹងទៅហើយគាត់ក៏ខំសំលុយសំអីដើម្បីធ្វើចុងក្រោយទៅគាត់ធ្វើលបងពាត់ដីគាត់បានណាហើយផ្ទះដែលខាងក្រោមពីមុនលហោលហេវហ្នឹងគាត់ឲ្យជាងរៀបអិតធ្វើជាបន្ទប់រៀបអិតនិយាយទៅវារៀបមកជុំផ្ទះហ្មងណាคล้ายទៅជាផ្ទះដែលរបៀបថាខាងលើឈើខាងក្រោមថ្មហើយចដាលដែលនៅខាងក្រៅលើកមុនហ្នឹងគឺកែយកមកដាក់ខាងក្នុងផ្ទះវិញទាំងឲ្យសម័យចេញអត់អញ្ចឹងហើយផ្ទះដែលពីមុនជាឈើខាងក្រោមលហោលហេវបន្ទប់ទឹកច្បាស់ជានៅក្រោយផ្ទះទៀតដែរត្រូវអត់ហ្នឹងហើយបន្ទប់ទឹកហ្នឹងគឺអត់នៅជាប់មួយផ្ទះទេប៉ុន្តែការកែច្នៃរបស់គាត់ឲ្យជាងកែហ្នឹងបានត្រឹមតែមកផ្ទះបាយជាប់មួយផ្ទះអត់បាត់បើកទ្វារដើរដាច់ចេញទៅឆ្ងាយដាច់តែបន្ទប់ទឹកនៅក្រៅចឹងទៅហើយឥឡូវហ្នឹងម៉ាក់របស់គាត់គឺស្រែកហៅគាត់ស្រែកសួរគាត់ចេញពីផ្ទះបាយនៅពេលដែលឮសលេងឮមាត់បងឆៃមកដល់ផ្ទះវិញហើយដល់ពេលឮម៉ាក់គាត់ហៅចឹងទៅបងឆៃហ្នឹងគាត់ក៏ច្អល់ប្រាប់ប្អូនគាត់ណាច្អល់តែអាកាបូបខោទៅគាត់ស្ពាយមកមិញហ្នឹងគាត់ថានេះរបស់ដែលបងទិញឲ្យណែនៅក្នុងនេះលូកយកខ្លួនឯងទៅហើយកន្លែងដែលបងឆៃច្អល់ហ្នឹងគឺអាសាក់កដោឬក៏កាបូបស្ពាយដាក់ខោហ្នឹងជាធម្មតាវាមិនមានកប៉ៅនៅចំហៀងគាត់តម្លាក់អារបស់ហ្នឹងនៅក្នុងហ្នឹងគាត់ច្អល់ប្រាប់ប្អូនទៅថានៅក្នុងនេះអូនឯងលូកយកខ្លួនឯងទៅហើយគាត់ក៏ដើរទៅជួបម៉ាក់របស់គាត់នៅផ្ទះបាយហើយពេលដែលប្អូនស្រីរបស់គាត់លូកយកវត្ថុអនុស្សាវរីយ៍ដែលបងទិញមកផ្ញើហ្នឹងមិនដឹងថាបានអីទេព្រោះគាត់លូកយកខ្លួនឯងហ
ហើយបងឆៃពេលដែលដើរទៅឃើញម៉ាក់គាត់កំពុងធ្វើមហូបធ្វើអីចឹងគាត់ក៏ដើរទៅអោបទៅថើបម៉ាក់ទៅនិយាយមួយម៉ាក់អីចឹងទៅហើយម៉ាក់គាត់ក៏ស៊ូកូនទៅថាដើរលេងសប្បាយអត់អីអត់ស៊ូពីនេះពីនោះណាហើយបងឆៃនិយាយដល់រឿងដើរលេងហ្នឹងគាត់ក៏ប្រាប់ទៅម៉ាក់គាត់ថាចេះគាត់ដើរលេងឡើងហ្នឹងអត់សប្បាយទេគាត់ថាពិបាកគេងគាត់បន់ឲ្យតែដល់ថ្ងៃមកផ្ទះហើយមនុស្សច្រើនទៀតអញញ៉ៃក៏អត់ចូលចិត្តកន្លែងហ្នឹងវាអត់សមថាត្រូវមានមនុស្សច្រើនអញ្ចឹងណាអញ្ចឹងហើយវាអត់សប្បាយហើយម៉ាក់គាត់ក៏ចេះតែនិយាយទៅឲ្យរៀនចុះសម្រុងមួយគេមួយឯងណាតែបងឆៃគាត់ថាគាត់មិនមែនមនុស្សពិបាកចុះសម្រុងមួយគេតែមិនដឹងថាវាមិនខ្មិចបានទៅលើកហ្នឹងមានអារម្មណ៍ថាអត់សប្បាយហើយគាត់ថាមិត្តភក្តិមិត្តភក្តិគាត់ហ្នឹងសិតតែមនុស្សល្អដែរតែវាចម្លែកអារម្មណ៍របស់គាត់វាអត់មានអារម្មណ៍ថាសប្បាយនឹងដំណើរកំសាន្តហ្នឹងគាត់ពិបាកនិយាយដែរហើយពិបាកគេងទៀតគាត់ថាក្តៅយប់ឡើងពិបាកគេងសាប់អសរក្តៅយកហ្មងគាត់និយាយរៀបរាប់ឡើងច្រើនប្រាប់ម៉ាក់របស់គាត់ចឹងទៅហើយគាត់ហ្នឹងនៅក្នុងផ្ទះបាយម៉ាក់គាត់ធ្វើម្ហូបបដាគាត់ជួយនេះជួយនោះម៉ាក់គាត់បន្តិចតួចណានិយាយគ្នាមួយម្ដាយឡើងមកសន្ទុះដែរមកម្ដាយផងម៉ាក់ផងទាំងអស់គ្នាអធ្យាស្រ័យកុំប្រកាន់អត់មានច្រឡំចឹងទៅញយមកសន្ទុះធំដែរបានម៉ាក់របស់គាត់ហ្នឹងធ្វើម្ហូបបែបថាហើយក៏ដេញកូនទៅថាឲ្យទឹកងុយអីទៅឆាប់បានមកវិញហ្នឹងញ៉ាំបាយខ្ញុំអីជុំគ្នាហើយបងឆៃគាត់ក៏លាម៉ាក់គាត់ចេញពីផ្ទះបាយដើរមកកាន់កន្លែងមុខទទួលដែលខ្ញុំនិយាយមុនហ្នឹងជាកន្លែងដែលគាត់ដាក់សាក់កាដូគាត់នៅហ្នឹងហើយពេលដែលគាត់ដើរមកហ្នឹងគាត់ឃើញតែសាក់កាដូនៅហ្នឹងឯងឃើញតែកាបូបនៅហ្នឹងឯងបាត់ប្អូននៅដែរហើយបងឆៃគាត់ក៏របៀបអញនិយាយបដាសាយបដាម្នាក់ឯងគាត់ថាយោបានរបស់ផ្ញើហើយទុកកាបូបឯងចោលលេងកាន់លេងអីលេងយកទៅទុកឲ្យហ្មងឯងយករបស់ទៅបាត់តែគាត់ក៏អត់មានថាអីទេគាត់និយាយរបៀបថាគាត់និយាយបដាសាយបដាហើយក៏ចាប់ទាញអាកាបូបហ្នឹងកាន់យូរឡើងទៅជន់លើទៅនៅពេលដែលឡើងទៅជន់លើហ្នឹងគាត់ត្រូវដែរកាត់បន្ទប់របស់ប្អូនស្រីរបស់គាត់នៅខាងលើហ្នឹងមានបន្ទប់តែពីរហើយបន្ទប់ឈើដោយសារតែផ្ទះហ្នឹងពីមុនវាមិនផ្ទះឈើហើយពីមុនមានបន្ទប់ពីរហ្នឹងបងឆៃគាត់កេងក្រៅបន្ទប់ឯណាបន្ទប់មួយរបស់ប្អូនស្រីគាត់បន្ទប់មួយទៀតរបស់ម៉ាក់ប៉ារបស់គាត់តែក្រោយពេលដែលធ្វើជន់ក្រោមហើយទៅគាត់ធ្វើបន្ទប់មួយជាប់នៅផ្ទះបាយដើម្បីឲ្យម៉ាក់គាត់ស្នាក់នៅនឹងកុំឲ្យគាត់ពិបាកឡើងចតាឡើងចុះអីចឹងណាហើយបងឆៃគាត់ក៏ទៅនៅក្នុងបន្ទប់ហ្នឹងជំនួសម៉ាក់បន្ទប់ជន់លើហ្នឹងឥឡូវយើងនិយាយពេលគាត់ឡើងចតាទៅវិញគាត់ដើរកាត់មុខបន្ទប់អូនស្រីរបស់គាត់ហ្នឹងគាត់ស្រាប់តែលឺសលេងកហឹមច្រៀងកហឹមបែបភ្លេងទាំងអស់គ្នាដឹងថាធ្លាប់ភាគច្រើនគឺមានអ្នកធ្លាប់សំបីតែ admin ក៏ធ្លាប់ដែរហើយបបាក់និយាយជាធម្មតាទៅបើយើងនៅតនេកហឹមលេងច្រៀងលេងហ្នឹងវាអត់មានអីចម្លែកទេប៉ុន្តែបងឆៃគាត់មានអារម្មណ៍ចម្លែកតែមិនថាវាចម្លែកបែបអារម្មណ៍ព្រឺសម្បុររឿងខ្មោចរឿងអីទេគាត់បែបថាអារម្មណ៍ហ្នឹងបាក់និយាយដឹងថាវាជារឿងល្អឯងវាក៏ប្លែកទេវារបៀបហ្នឹងណាដោយសារតែប្អូនបងឆៃហ្នឹងអត់ដែរធ្វើអញ្ចឹងទេបងឆៃគាត់ថាគាត់នៅមួយប្អូនគាត់មើលតាំងពីតូចមកអត់ដែរលឺប្អូនគាត់មកកហឹមច្រៀងអីចឹងទេហើយសុកលឺកហឹមអញ្ចឹងបងឆៃហ្នឹងគាត់ក៏របៀបថាលួចផ្អែមតិចនឹងទ្វាប្អូនហ្នឹងណាដើម្បីឲ្យកាន់តែច្បាស់ថាប្អូនគាត់មែនអត់ឬក៏គ្នាបើកទូរស័ព្ទអីទៅវានៅក្នុងបន្ទប់វាជាសលេងមកតិចវាដូចជាវាទៅជាដូចសលេងកហឹមគាត់ក៏ផ្ទៀងស្ដាប់ដល់ពេលផ្ទៀងទៅគាត់សើចគាត់ថាប្អូនគាត់តែនិយាយអីមិញហ្នឹងគឺនិយាយក្នុងចិត្តឯណាគាត់ថាប្អូនគាត់មែនតើហីគ្រាន់តែកណ្ដឹងខ្យល់មួយអាចធ្វើឲ្យប្អូនគាត់សុបាយដល់ថ្នាក់ចេះច្រៀងគាត់គិតក្នុងចិត្តចឹងណាហើយនិយាយពីកណ្ដឹងខ្យល់ហ្នឹងវិញអាហ្នឹងគឺជាវត្ថុអនុស្សាវរីយ៍ដែលបងឆៃទិញមកផ្ញើប្អូនគាត់របៀបថានៅតំបន់ហ្នឹងគេមានលក់វត្ថុអនុស្សាវរីយ៍ផ្សេងណាគាត់ក៏ទិញអាហ្នឹងមួយមកផ្ញើប្អូនគាត់ទៅហើយរូបរាងតែបងឆៃហៅថាកណ្ដឹងខ្យល់ហ្នឹងតាមពិតទៅយកមកប្រើការបតោងសោក៏បានបតោងកំអូបក៏បានបតោងទូរស័ព្ទក៏បានដែរនិយាយរួមស្នាច់តែយើងចង់ប្រើទេដោយសារតែវាជាខ្សែមួយចឹងទៅគេដោតកម្មមូលមួយទៅកម្មរូបផ្កាយរូបអីផ្សេងហើយចាំតាអាក្របចុងក្រោយរបស់គេហ្នឹងបន្ទាប់ពីកម្មហើយរូបផ្កាយកម្មតូចកម្មធំអីហើយហ្នឹងអានៅតំណាក់ក្រោមគេហ្នឹងគេមានដោតរូបកណ្ដឹងមួយប៉ុន្តែកណ្ដឹងហ្នឹងធ្វើពីឈើអញ្ចឹងហើយវាគោះអត់មានលឺសលេងទេហើយអាស្នូលធម្មតាកណ្ដឹងខាងក្នុងវាមិនមានអាស្នូលទេបើជាកណ្ដឹងដែកងរូទៅវាមិនលឺទេប៉ុន្តែដោយសារនេះវាឈើងរូទៅអត់មានលឺអីទេអាស្នូលកណ្ដាលរបស់វាហ្នឹងគឺជាអាខ្សែអំបោះដែលគេដោតមកហ្នឹងគ្រាន់តែថាអាចន់ក្រោមហ្នឹងគេរបៀបគេធ្វើអាអំបោះធ្វើសៃម៉ៃច្រើននោះដើម្បីឲ្យវាបតោងមើលទៅស្អាតដល់ទាំងអស់នេះសម័យចាញ់ត្រូវអត់ពួកខ្ញុំនិយាយថាវាដូចជារូបរាងរបស់បតោងទូរស័ព្ទឬបតោងកាបូបប្រហែលជាសម័យចាញ់ហើយគ្រាន់តែរបស់អញ្ចឹងឯងគ្រាន់តែថានិយាយចឹងអាបតោងកាបូបមួយហ្នឹងវាមានរូបកណ្ដឹងដែលគេធ្វើពីឈើ
ហើយវាអត់លឺសលេងទេបានបងឆៃគាត់ហៅនឹងថាកណ្ដឹងខ្យល់នឹងឲ្យតន់ណាអស់សណាយគាត់អីចឹងទៅហើយក៏អត់មានចាំអារម្មណ៍អីដែរគាត់ព្រោះគាត់គិតថាគាត់ទិញតែកណ្ដឹងខ្យល់នឹងមួយទេឲ្យប្អូនគាត់ហើយគាត់ក៏ដើរហួសទៅបន្ទប់របស់គាត់ទុកអីវ៉ាន់ទុកអីដកខោអាវចុះទៅជន់ក្រោមវិញដើម្បីងូតទឹកហើយដល់ពេលដែលបងឆៃគាត់ចុះមកវិញហ្នឹងគាត់អត់បានលឺសលេងប្អូនគាត់នៅក្នុងបន្ទប់ទៀតទេហើយពេលដែលចុះទៅជន់ក្រោមហ្នឹងបន្ទប់ទឹកនៅក្រោយផ្ទះត្រូវដើរកាត់ផ្ទះបាយទៅមានទ្វារខាងក្រោយបើកហើយបន្ទប់ទឹកអត់ជាប់មួយផ្ទះបាយដាច់ទៀតដើរប្រហែលជា4ម៉ែត្រទេតែមិនដល់បន្ទប់ទឹកវាឆ្ងាយពីផ្ទះដល់ពេលអញ្ចឹងទៅអាពេលដើរកាត់ផ្ទះបាយនេះគាត់កលេចមកកលេចហ្នឹងមានថាឃើញរូបរាងរបស់មនុស្ស2នាក់នៅក្នុងផ្ទះបាយប៉ុន្តែចង់និយាយថាវាមកដើរកាត់ហើយឃើញ2នាក់យើងគិតថាណាគេគឺម៉ាក់របស់គាត់និងប្អូនស្រីរបស់គាត់អីត្រូវអត់មានអ្នកផ្សេងទេគាត់ក៏បានចាប់អារម្មណ៍មើលរូបរាងនឹងឲ្យពេញភ្នែកដែរថាណាគេគាត់ក៏ដើរហួសទៅងូតទឹកងូតអីហើយកាត់រំលងមកដល់ពេលដែលបងឆៃគាត់ងូតទឹកហើយគាត់ត្រូវដើរមកវិញឡើងចដើដល់ពេលឡើងចដើហ្នឹងម៉ាក់របស់គាត់នេះកំពុងតែរៀបបាយនៅអាមុខតុទោះអត់ញ៉ាំបាយនៅក្នុងផ្ទះបាយទេយកមកញ៉ាំនៅមុខតុទោះហើយអាតុមុខទោះហ្នឹងអត់ខ្ពស់ទេប្រហែលជាត្រឹមជង្គង់អីហ្នឹងដែលពេលដែលពួកគាត់អង្គុយញ៉ាំបាយនៅកន្លែងហ្នឹងអាចថាត្រូវអង្គុយផ្ទាល់នឹងការ៉ូម៉ាក់បងឆៃពេលហ្នឹងឃើញបងឆៃរៀបឡើងទៅលើគាត់ក៏ប្រាប់ទៅថាឲ្យហៅប្អូនចុះមកផងសង្ងំធ្វើអីយូរម្លេះអត់ចុះមកងូតទឹកអត់ចុះមកជួយម៉ាក់អីសោះកូនឯងទិញអីផ្ញើវាបានវាសង្ងំមើលព្រោះគាត់ដឹងត្រឡប់ដែរបងឆៃមកវិញតែងតែមានអីផ្ញើប្អូនអញ្ចឹងគាត់គិតថាប្អូននឹងសង្ងំបានរបស់ផ្ញើឡៃតែមើលអីនឹងឯងបានអត់ឃើញចុះមកសោះហើយចាប់អារម្មណ៍ឯណាបើគាត់ថាវាធ្វើអីវាបានអត់ឃើញវាចុះមកងូតទឹកអត់ចុះមកជួយម៉ាក់សោះមុនហ្នឹងបងឆៃដើរកាត់ទៅបន្ទប់ទឹកឃើញ2នាក់នៅក្នុងផ្ទះបាយគាត់គិតថាម៉ាក់របស់គាត់និងប្អូនរបស់គាត់នឹងឯងហើយអាពេលដែលម៉ាក់គាត់និយាយចឹងហ្នឹងគាត់អត់មានចាប់អារម្មណ៍ថាប្អូនគាត់អត់តន់បានចុះពីលើផ្ទះឯងតាំងពីដែលគាត់មកហ្នឹងគឺឡើងទៅបន្ទប់ហើយបាត់ឈឹងហ្មងហើយឥឡូវណាគេដែលគាត់ឃើញនៅផ្ទះបាយមុនហ្នឹងឥឡូវគេចាប់ដើមមកនិយាយទៅមកមួយបងឆៃហ្នឹងបងឆៃអត់ចាំអារម្មណ៍គាត់ថាបាទចាំខ្ញុំហៅវាឲ្យចុះមកអីចឹងទៅតែពេលដែរបងឆៃគាត់ឡើងទៅផ្លាស់កៅអៅហើយម៉ាក់មកគាត់ពេលហ្នឹងគាត់យកម្ហូបយកអីមករៀបលើតុហើយគាត់និយាយថាទៅប្រហើយចក្រានជើងឆ្នាំងលេងចានទុកដាក់ឲ្យហើយខ្លះណាអត់បាននៅកន្លែងម្ហូបហ្នឹងទៀតទេហើយបងឆៃគាត់ឡើងទៅលើផ្លាស់កៅអៅហើយចាញ់មកវិញគាត់ក៏គោះទ្វារបន្ទប់ប្អូនគាត់ណាគោះតុកចឹងទៅហៅថាម៉ាក់ឲ្យចុះទៅក្រោមញ៉ាំបាយប៉ុន្តែស្ងាត់អត់ឮសលេងឆ្លើយហើយគាត់ក៏គិតថាចាតិចលោកវាចុះទៅក្រោមបាត់អីដឹងគាត់ក៏ចុះចដើមកខាងក្រោមផ្ទះវិញទៅពេលដែលចុះមកដល់ចិត្តនឹងផុតចុះមកដល់ក្រោមហ្នឹងគឺអាចមើលឃើញបរិវេណក្នុងផ្ទះហ្នឹងហើយបងឆៃគាត់ឃើញប្អូនគាត់នឹងក្រោមហ្នឹងមែនហើយវាចម្លែកចានៅច្រៀងកហឹមអញ្ចឹងដែរអារបៀបថានៅតែច្រៀងកហឹមតែមិនដឹងបត់ស្អីគាត់ថាអត់ដឹងបត់អីវាទេហើយប្អូនគាត់ចម្លែកចាំមើលចានៅក្នុងផ្ទះរបស់គាត់ហ្នឹងមានថោផ្កាមួយថោនៅចិត្តអើយតុកទោះនឹងឯងហើយផ្កាជ័រឯងម៉ាក់គាត់របៀបថាគាត់ស្រឡាញ់អាថោផ្កាធ្វើពីឈើហើយដល់ពេលអាថោផ្កាធ្វើពីឈើអញ្ចឹងយើងដាក់ផ្កាស្រស់មិនកើតវាលលួយអីក្នុងនឹងខេចវាខូចអីចឹងអញ្ចឹងគាត់ទិញផ្កាជ័រមកដាក់ហើយនឹងក៏ដាក់ផ្កាឲ្យអត់ផ្កាមយលទាំងឲ្យស្គាល់ផ្កាមយលអត់គាត់ដាក់ផ្កាមយលក្នុងនឹងហើយពេលតែបងឆៃគាត់ចោលមកហ្នឹងគាត់គាំងប្អូនរបស់គាត់ដោយសារតែគាត់ឃើញប្អូនស្រីរបស់គាត់ហ្នឹងដកយកផ្កាមយលហ្នឹងមកសៀតតិចទាំងអស់គ្នាសម័យដូរចឹងវិញធម្មតាភិកច្រើនដែលយើងឡើងឃើញគឺគេសៀតផ្កាចំបៃប្អូនស្រីគាត់សៀតផ្កាមយលតែតែបែបហ្នឹងខ្ញុំគិតថាចាបើសិនជាក្នុងផ្ទះហ្នឹងមានផ្កាចំបៃគឺគាត់សៀតចំបៃហើយអត់សៀតផ្កាមយលទេតែដោយសារតែក្នុងផ្ទះហ្នឹងវាមានតែផ្កាជ័រហ្នឹងហើយផ្កាមយលពុកក្រហមយកមកសៀតតិចហើយគេវីកសក់តម្លាក់មកខាងស្ដាំមកចំហៀងវីកមកចំហៀងរួចហើយសៀតអាផ្កាហ្នឹងនឹងតិចដូចនារីបុរាណអញ្ចឹងណាទាំងអស់គ្នាហើយគេដើរច្បូតសក់ទាំងអស់ឲ្យសុបាយចេញអត់ដើរមួយហើយក៏ហឹមច្រៀងហឺរបៀបដើរមើលក្នុងផ្ទះហ្នឹងដូចអត់ដែរឃើញអញ្ចឹងហើយបងឆៃគាត់ពេលតែឃើញប្អូនគាត់អញ្ចឹងគាត់នឹងឈោកគៀងថាវាកើតអីវាហ្នឹងអពេលហ្នឹងអត់បានគិតដល់កណ្ដឹងខ្យល់អីហ្នឹងទៀតទេគឺឆ្ងល់ប្អូនហ្នឹងថ្ងៃហ្នឹងវាកើតអីវាមិនមានមកដើរក៏ហឹមច្រៀងឲ្យធ្វើមើលដូចតាអត់ដែរឃើញផ្ទះខ្លួនឯងមិនដឹងថាចូលតួរឿងអីរបៀបឧទាហរណ៍យើងមើលរឿងអីមួយចូលតួអីចឹងវារបៀបហ្នឹងប្អូនគាត់ហើយប្អូនគាត់ពេលហ្នឹងគាត់គិតថាវារបៀបហ្នឹងអត់ដឹងថាមើលរឿងអីមកចូលតួអញ្ចឹងដើរមើលនេះមើលនោះសំខាន់វាអញ្ចឹងទៀតកូននឹងដើរច្បូតសក់
សក់កូនហ្នឹងមិនមែនថាខ្លីត្រឹមកឯងគ្រាន់តែថាវាអត់វែងខ្លាំងដល់ថ្នាក់គាត់ត្រូវដើរច្បូតអញ្ចឹងគាត់វាមកចំហៀងហ្នឹងដាក់មកតែឥឡូវនិយាយទៅចាសក់មកវាដាក់មកស្មាមកចំហៀងបានណាវាប៉ុណ្្នឹងឯងវាអត់វែងវាប្រាស់ស្មាដែរហើយដើរធ្វើកាយវិការមើកដូចខ្លួនឯងមានសក់វែងមកច្បូតសក់ច្បូតអីចឹងគាត់វាឆ្ងល់អត់ដឹងថាប្អូនកើតអីហើយតែពេលឃើញអញ្ចឹងទៅវាអស់សំណើចបន្តិចឆ្ងល់បន្តិចប្លែកបន្តិចគាត់ក៏ហៅទៅមីអូនដល់ពេលហៅរឿងខ្លាំងអញ្ចឹងទៅប្អូនគាត់ណាឡើងកត្រាក់មិនដឹងថាកំពុងដើរស្ងាត់ម្នាក់ឯងឬក៏អីទេឬក៏បៀបពេលហ្នឹងមិនមែនជាខ្លួនឯងហៅទៅភ្ញាក់ដល់ពេលភ្ញាក់ពេលភ្ញាក់ដល់បងហៅហ្នឹងគាត់ធ្វើមិញមាំងដូចមានអារម្មណ៍ថាមិនបើគាត់មកឈរនៅកន្លែងហ្នឹងហើយបងឆៃគាត់ឃើញប្អូនគាត់ចឹងទៅគាត់សើចគាត់ថាល្មិចហ្នឹងហើយរឿងអីចូលទូរឿងអីមើល K drama មើល C drama ឯងមើលរឿងអីគេបានមកចូលទូឯណាមកដើរច្រៀងកំហឹមពេញផ្ទះនេះហើយប្អូនបើគាត់ពេលលើបងឆៃនិយាយចឹងគាត់ធ្វើងើអត់ដឹងថានិយាយអីទៅបងវិញណាហើយបងឆៃគាត់ក៏ជិះតែប្រអាប់ប្អូនលេងអីចឹងទៅហើយគាត់និយាយថាចាពេលហ្នឹងគឺជាកាយវិការដែលយើងឃើញហើយអត់តមានរឿងអីអត់ចាប់អារម្មណ៍ឃើញប្អូនបើគាត់ដោះយកអាផ្កាដែលគាត់សៀកតិចហ្នឹងមកវិញហើយគាត់របៀបគាត់ធ្វើចោមជ្រួញគាត់ឆ្ងល់ថាមិនបានអាហ្នឹងមិននៅតិចគាត់និយាយមួយម៉ាត់ចាពេលហ្នឹងអត់ដឹងខ្លួនតែខ្លួនឯងបានធ្វើអីទេហើយបងឆៃគាត់ក៏មិនដឹងថាហ្នឹងមិនជាប្អូនរបស់គាត់ដែរគាត់ថាចុះបើរូបរាងរបស់ប្អូនគាត់មិនដឹងថាអ្នកផ្សេងដល់ពេលចឹងគាត់ចេះតែប្រអាប់ប្អូនលេងតតម៉ាក់របស់គាត់និយាយថាលឺមាត់កូនចុះមកជុំគ្នាចឹងគាត់ក៏ទុកការងាររបស់គាត់សិនណាចេញមករកកូនមកអីចឹងទៅហើយពេលហ្នឹងបងឆៃគាត់ថាគាត់ប្រអាប់ប្អូនគាត់ប្រអាប់ពីនេះពីនោះលេចឹងទៅព្រោះមុនហ្នឹងធ្វើកាយវិការបែបប្លែកអីចឹងហើយគាត់ញ៉ាំបាយជុំគ្នាញ៉ាំបដាប្រអាប់ប្អូនបដានិយាយពីប្អូនមកគាត់ពេលហ្នឹងញ៉ាំបាយជុំគ្នាហ្នឹងនិយាយថាគាត់ញ៉ាំអត់ឆ្ងាញ់សោយអត់សមចុះបងខ្លួនឯងប្រអាប់រហូតហើយមួយទៀតហ្នឹងគឺរបៀបណាប្រអាប់ធម្មតាគេប្រអាប់ចឹងយើងខឹងអីឬអត់តាមួយទៀតហ្នឹងគាត់វាឆ្ងល់ថាអារឿងហ្នឹងវាកាត់ឡើងបានមិនសម័យខ្លួនឆ្ងល់ដែរថាមិនក៏វាកាត់ឡើងអញ្ចឹងអាហ្នឹងវាមិនមែនជាគាត់អត់ដឹងរឿងហ្នឹងមុនហ្នឹងគាត់ដឹងថាគាត់បានធ្វើអញ្ចឹងទេតែក៏ឲ្យនិយាយមិនបបងខ្លួនឯងឃើញផ្ទាល់ភ្នែកហើយយកមកអង្គុយប្រអាប់គាត់នេះក៏អត់មានអីនិយាយបានត្រឹមត្រមលេបបាយឲ្យបងប្រអាប់មកល្ងាចហ្នឹងសិនទៅឥឡូវយើងកាត់រំលងមកដល់ស្អែកឡើងហ្នឹងប្អូនរបស់គាត់ត្រូវទៅរៀនម៉ាក់របស់គាត់ទៅលក់ដូរអីរបស់គាត់ធម្មតាបងឆៃទៅធ្វើការអញ្ចឹងផ្ទះហ្នឹងអត់មានណាគេនៅទេណាព្រឹកឡើងគឺចែកជើងគ្នាទៅធ្វើការងាររៀងខ្លួនប្អូនរបស់គាត់ត្រូវទៅរៀនបងឆៃចេញទៅធ្វើការបាត់គាត់អត់បានដឹងទេថាប្អូនរបស់គាត់ហ្នឹងអត់បានទៅរៀនទេសង្ងំនៅផ្ទះហើយយល់ថាចេះមនុស្សវាអត់ដែរអញ្ចឹងអត់បានទៅរៀនហើយអត់មានណាគេដឹងទេសារចំរកដងទៅមានចាំបាច់គាត់ដេញទៅណាម៉ូតូម្នាក់មួយទៅរៀនខ្លួនហើយបងឆៃគឺគាត់តែងតែចេញទៅមុនគេចេញមុនម៉ាក់គាត់ទៀតបណ្ដប់មកបានម៉ាក់គាត់ហើយប្អូនបើរបស់គាត់ហ្នឹងគឺចេញទៅក្រោយគេហើយព្រោះសាលាវានៅជិតផ្ទះហើយគាត់15 16ឆ្នាំហ្នឹងរៀនថ្នាក់តូចឥឡូវហ្នឹងអញ្ចឹងសាលានៅជិតផ្ទះមានchứគាត់បានចាប់អារម្មណ៍រឿងប្អូនទេព្រោះជាត្រឡប់គ្នាព្រឹកឡើងទៅរៀនណាដឹងថាលួចសង្ងំនៅក្នុងផ្ទះហើយសកម្មភាពដែរគាត់នៅក្នុងផ្ទះហ្នឹងយើងអត់មានបានដឹងថាគាត់ធ្វើអីខ្លះទេព្រោះនៅតែម្នាក់ឯងអត់មានណាគេឃើញអីចឹងរហូតតតែពេលល្ងាចដែរពួកគាត់ហ្នឹងមកជុំគ្នាវិញណាមកជុំគ្នាវិញហ្នឹងមកបងឆៃក្រោយគេបងឆៃតពេលល្ងាចបានគាត់ចេញពីធ្វើការតែម៉ាក់របស់គាត់ហ្នឹងនិយាយថាគាត់លក់ដូរអីវ៉ាន់អីនៅផ្សារអញ្ចឹងម៉ោង11ម៉ោង12គាត់មកដល់ផ្ទះវិញហើយមកដល់ផ្ទះហ្នឹងឃើញកូននៅហ្នឹងហើយពេលថ្ងៃឃើញទៅរៀនគាត់ក៏មិនបានស៊ូនាំអីណាគាត់ថាប្រហែលជាកូនអត់ស្រួលខ្លួនចង់សម្រាកអីចឹងក៏អត់ស៊ូទេស្អែកឡើងទៀតណាម៉ាក់របស់គាត់មកផ្ទះវិញមិនពេលថ្ងៃដដែលគាត់ឃើញកូនស្រីរបស់គាត់នៅសង្ងំក្នុងបន្ទប់ដដែលអញ្ចឹងគាត់គិតថាម្សិលមិញអត់ស្រួលខ្លួនឈប់ថ្ងៃនេះឈប់ទៀតខែលោវាធ្ងន់ធ្ងរគ្នាឈឺធ្ងន់នេះហ្នឹងបានអត់ព្រមទៅទាំងតែគាត់ដឹងថា2ថ្ងៃហ្នឹងក៏ពិតកូនអត់ទៅរៀនទាំង2ថ្ងៃមិនអត់ទៅតែមួយពេលថ្ងៃអស់ហេតុតអត់គាត់ក៏ឡើងទៅគោះទ្វារបន្ទប់កូនទៅសួរទៅថាកូនឯងកាត់អីហើយក៏ឮសលេងកូនស្រីរបស់គាត់នឹងតបមកគាត់វិញតែសលេងរឿងគំរោះគំរើយគាត់ថាគាត់មិនកាត់អីទេនិយាយតែប៉ុណ្្នឹងឯងប៉ុន្តែរបៀបថាយល់ថាកូនស្រីដែលរੂរាដែលតុនខ្លួនមកគាត់អត់ដៃឆ្លើយយើងមួយគាត់ណៃឆ្លើយមកដូចផ្ទះបាញ់ចឹងហើយគាត់ឡើងចម្លែកចិត្តហ្មងថាកាត់អីមានរឿងអីរហូតតដល់ម៉ាក់របស់គាត់ហ្នឹងជិះម៉ូតូទៅសួរមិត្តភក្តិរបស់កូនហ្នឹងនៅសាលាហ្មងដល់ពេលដែលទៅដល់សាលាហ្នឹងទៅបានគាត់ដឹងថាកូនស្រីគាត់ហ្នឹងអត់បានទៅសាលា2ថ្ងៃហី
មិនតែមក2ពេលតែគាត់ឃើញពេលថ្ងៃហ្នឹងឯងគឺអត់ទៅ2ថ្ងៃហើយមិត្តភក្តិទាំងអស់គ្នាហ្នឹងគេប្រាប់ទៅថាអត់មានរឿងអីទេអត់មានឆ្លោះគ្នាមួយណាណៃទេហើយពួកគាត់ក៏ឆ្ងល់ដែរមិនបានអត់មករៀនគាត់គិតថាចាល្ងាចហ្នឹងបើអត់នៅតែអត់ឃើញទៀតចាញ់ពីរៀនហ្នឹងទៅគាត់ទៅរកកូនស្រីហ្នឹងណាគាត់ទៅសួរថាមានរឿងអីខឡូឈឺអីចឹងទៅហើយម៉ាក់របស់គាត់នឹងអត់ដឹងថាកូនឈប់ទេបើអត់មកសាលាគឺអត់ដឹងណាគាត់បកមកផ្ទះវិញពីថាគាត់ចង់ទៅសួរកូនគាត់ថាវាមានរឿងអីបានអត់មកអីចឹងទៅហើយមុនហ្នឹងមិត្តភក្តិរបស់កូននឹងប្រាប់ទៀតថាពេលតែខលមកសួរកូននឹងអត់លើកទៀតអញ្ចឹងគាត់ចេះតែភ័យកូនដែរហើយមួយទៀតក៏រៀងខឹងដែរមិនបានធ្វើអញ្ចឹងណាមកដល់ផ្ទះវិញគោះទ្វារបន្ទប់កូនហ្នឹងមិនក៏កូននឹងអត់បើកទេនិយាយរួមចាប់ដើមសង្ងំនៅតែក្នុងបន្ទប់ហ្មងអត់ចង់ចេញក្រៅទេប៉ុន្តែអាពេលដែលនៅផ្ទះជុំគ្នាពេលល្ងាចហ្នឹងរបៀបថាគាត់ចេញមកញ៉ាំបាយធម្មតាអញ្ចឹងបានអត់មានណាគេដឹងទេថាគាត់កើតអីគាត់សង្ងំនៅក្នុងផ្ទះអត់បានចេញទៅណាបងឆៃក៏មិនដឹងម៉ាក់របស់គាត់ក៏អត់ដឹងដូចគ្នាដល់ពេលដែលហៅកូនហ្នឹងណាម៉ាក់បងឆៃហៅមិនក៏គ្នាអត់ព្រមបើកទ្វារដែរគាត់អត់ដឹងធ្វើម៉េចម៉ាក់បងឆៃមកអង្គុយយំហ្មងគឺអង្គុយយំនៅកម្មចដៅហ្នឹងចាំបងឆៃមកវិញឲ្យជួយនិយាយមួយប្អូនឲ្យហៅប្អូនអញ្ចឹងណាគាត់ក៏ចិត្តតគូទ្វារហៅប្អូនទៅដល់ពេលវាថាហៅច្រើនពេកបងឆៃគាត់គំរាមផងគាត់សន្លត់ផងអីផងណាព្រមបើកទ្វារឲ្យស្មាតទៅពេលហ្នឹងបើកទ្វារមកដូចនាងភូមិរីអញ្ចឹងមិនមុខអាក្រក់ទេចង់និយាយថាអាភិនភិកដែលបើកមកហ្នឹងមុខមាត់ប្អូនមកគាត់ស្អាតបាតទេគាត់ថាដូចវាមើលទៅមុខឡើងខ្មៅវាអត់មានរស័យមនុស្សដូចមុខខ្មៅអួយហ្មងហើយទម្លាក់សក់បងឆៃថាវាបើកទ្វារមកពេលហ្នឹងចង់ដាច់ថ្ងាគាត់ណាបន្ទប់អត់បើកភ្លើងហើយវាបើកទ្វារមកប្រឡោះអើតមុខមកអញ្ចឹងគាត់ឡើងចង់ភ្ញាក់ចុះគាត់ឈរនៅមុខបន្ទប់ហ្នឹងព្យាយាមគោះទ្វារពេលតែម្ដងទេម៉ាក់ប្រាប់រឿងអីចឹងគោះទ្វារឲ្យប្អូនចាញ់តរំតបើកទៅពេលបើកមកគាត់ឡើងភ្ញាក់ចុះអើតមកទៅក្បាលគ្នាណាបន្ទប់ល្ងឹតឈឹងបន្ទប់គាត់បើកភ្លើងហើយវាថាគ្នាកំពុងតគោះបញឹកនៅមាត់ទ្វារហ្នឹងហើយបើកទ្វារសុកបើកក្រាមកអើតមុខមកអញ្ចឹងគាត់មិនភ្ញាក់ហើយគាត់ក៏សួរនាំទៅថាកើតអីមិនបានអត់ទៅរៀនអូនឯងឈឺអីឬក៏មានរឿងអីចឹងមិនក៏មិនប្រាប់ម៉ាក់មិនប្រាប់បងណាសួរប្អូនហើយប្អូនហ្នឹងរបៀបថាមើលមុខបងឆៃអត់មាននិយាយទេផ្លឹកនៅហ្នឹងហើយមើលមុខបងឆៃនៅហ្នឹងទៅបងឆៃដល់ពេលគាត់មើលទៅរបៀបថាចាមិនមែនប្អូនគាត់គេធ្វើបាបអីនៅសាលាបានអត់ហ៊ានទៅឬអីចឹងណាមើលទៅវាប្លែកពេកហើយបើថាសុកខ្ជិលទៅរៀនគាត់ថាវាមិនសមអញ្ចឹងណាតែបើពេលធ្វើនិយាយមួយម៉ាត់ទៀតធ្វើដូចថ្មឹងសង្ងឹមដាក់គាត់ចឹងវាពិបាកទទួលគាត់សន្លត់ប្អូនហ្មងដល់ពេលបងឆៃស្រែកមកវាស់សន្លត់ប្អូនគាត់ហ្នឹងរបៀបដូចថ្ងៃដំបូងដែលបងឆៃយកកណ្ដឹងខ្យល់ហ្នឹងមកឲ្យគាត់ហើយឃើញគាត់ដើរស៊ីដាក់ផ្កាមយល់ជ័រហ្នឹងវាភ្ញាក់កត្រាក់អញ្ចឹងណាហើយដល់ពេលណាប្អូនស្រីគាត់កត្រាក់ហ្នឹងទាំងអស់ដឹងមិនអត់ជ្រុះមានរបស់មួយជ្រុះពីខ្លួនប្អូនស្រីរបស់គាត់ហើយដឹងជ្រុះអីអត់អាផ្កាមយល់ហ្នឹងទៀតចង់និយាយថាចាផ្ទះបងឆៃហ្នឹងធម្មតាផ្ទះមានមនុស្សស្រីដឹងមានផ្កាមានអីតែតែបងឆៃមានទេមានពុកបទាលគាត់ដាំបទាលអីគ្រប់ប្រភេទហើយផ្កាបៀមអាផ្កាអីស្លឹកតូចស្តៀងដាំតែមានតែអាហ្នឹងឯងអត់មានអាពុកផ្កាអីគេផ្កាម្លិះឬអីហ្នឹងអត់មានហ្មងអាចថាផ្ទះរបស់គាត់ដោយសារតែចាក់សាបពេញទៅគាត់ពិបាកដាំអីចឹងដាំអាបទាលអីហ្នឹងវាស្រួលស្រោចស្រួលអីចឹងមានតែអញ្ចឹងឯងហើយផ្កាមានតែអាផ្កាចូលមកថោក្នុងផ្ទះគាត់ហ្នឹងឯងផ្កាចូលហ្នឹងជ្រុះអញ្ចឹងហើយបានបងឆៃពេលហ្នឹងគាត់ដឹងថាចាកូនហ្នឹងយកអាផ្កាហ្នឹងមកស៊ីតិចទៀតទាំងអស់គេយល់អត់ហើយមិនបានដំបងហ្នឹងគាត់អត់ឃើញដោយសារតែដូចយកនិយាយគាត់បើកទ្វារមកប្រឡោះឲ្យអើតមុខគាត់ចេញមកទេអញ្ចឹងទៅវាបាំងអាកន្លែងតិចអីនេះអស់ហើយដល់ពេលបងឆៃសន្លត់ភ្ញាក់ទៅនេះបានវាថារៀងលបើកទ្វាររៀងធំអញ្ចឹងទៅហើយវារបៀបថាវាតកិច្ចប៉ះអាផ្កាស៊ីតិចគាត់ភ្ញាក់ទៅវាអង្គើវាជ្រុះមកហើយបងឆៃគាត់ថាមិនចឹងមិនបានសួរអត់និយាយហើយមិនបានផ្លាច់ម៉េះមួយថ្ងៃហ្នឹងដោយសារតែអាពេលញ៉ាំបាយរដងអីហ្នឹងអត់ថ្លៃតែអាល្ងាចថ្ងៃដំបូងហ្នឹងឯងដែលនិយាយលេងមួយគាត់ធម្មតាហើយគាត់ប្រអាប់គាត់ចំអន់ប្អូនឯងបានធម្មតាអាពេលក្រោយទៀតណាញ៉ាំបាយរបៀបថាចាអត់និយាយរកគាត់ទេអញញ៉ាំបាយម្នាក់ឯងអញញ៉ាំមកទាំងអស់គ្នាហើយពេលតែគេញ៉ាំបាយហ្នឹងខ្ញុំមិនប្រាប់ថាតុកគេញ៉ាំបាយហ្នឹងនៅមុខទូហើយតុកត្រឹមជង្គង់ឯងអញ្ចឹងពេលតែពួកគាត់អង្គុយគឺអង្គុយផ្ទាល់ការ៉ូរដងកូនហ្នឹងវាថាចាកូនស្រីតែមិនមែនថាមិនទេក្មេងសម័យឥឡូវគេអត់សូវប្រកាន់រឿងហ្នឹងដែរគ្នាអង្គុយជួនកាលទៅអាបេថាអង្គុយពេនភ្នែនដូចមនុស្សប្រុសទាំងអស់គ្នាអង្គុយពេនភ្នែនណាមួយអង្គុយអញ្ចឹងវាស្រួលព្រោះអីបើគ្នាអង្គុយផ្ទាល់ការ៉ូមានអីផ្អែកផងហ្នឹងប៉ុន្តែដឹងមិនពេលដែល
ngày cày tiệt đại quạt mà nhắm bay chung kia mùi nhẹ tiệt quạt mùi mã con đó đừng bọn con coi mày ăn coi bật trường đôi dương coi bật trường tao vọt chăng á coi chăng hay ai từng coi vậy đúng coi chăm ai mà đại đu bài ai đây cái nó đặt đôi người rỉ máy môn nó đặt đây con lơ kia đặt lược lần chăng hay hay nhắm bay mui hay nhầm hay là lớn nè ở tơ riêng bông mà su bông mà rô nắng biết chùm lại cái nâng vô cam dụ nâng vô mà xịt sọ đó không vật tụng nâng cọt chân ngon mà lăng pe nâng bóng chai cần hai chạy tích phong cọt bài thứ năm á còn hai cọt cật chân bóng vô cật ấy với ập chanh tụi bây giờ đăng là ôn bà quạt mà nữ ru ri nữ lo cả lon mau viêm đáy cách sẽ lai viêm đáy anh chân bên tay đọc á đừng nói hay vô sốc về play mà vụp chẳng cọt cật ấy ập chanh nhá cái đâu bị ập lơ nâng á quạt có chập đai ôn quạt trên bị cao và tụt đây có su thang miên rừng ấy hành vậy ở tới hành lấy thứ năm rừng ấy mình bàn đo thằng nắng á đang mơ đây vì mình sẽ phép thông mà đà tia đó quạt sờ lót su mỏng hay ôn có đo anh ấy từ bốn đại nhóm vậy chăng mình men rồi ấp đắng này ấp đắng có thằng ấp đắng thế có ấp đắng thế mạch ban mà sờ lót quạt chăng ấy chứ vậy đúng tao mỏng mắt có tuyệt thang quạt ấp đắng này hay tên nó có tụt ảo mạ qua đó có chung á con đây nó có chung để sao bông hồi nãy ở đây sờ lọt tệ ta mà sờ lọt hay ô đây có hộp xui trắng có thấy dùng áo mạ mỏng hay mà đái nó dùng đài rồi vì ngon hay mạch ban sọc octarian hay mà thợ play chẳng sẽ cam phê play xong bây đã chui liền chan có là bị mui hay ăn giấy ấy ở đây giấy ấy nè tao bữa ngày nâng giấy cứ dùng xu bây đã bông sờ lọt là ngày dùng mà bây nâng giấy bên nâng ai vậy tới viêm mệnh chỉ luôn bật con đó còn đăng hàng màn ngày nắng có từ ná còn ban thua ấy còn đăng tê bây đăng luôn cứ bây bao hồi nãy giờ lọt đằng ai bạn đăng luôn nào với nhé thằng ngon hay toàn này thì tập bây chẳng tới mạng bật quạt đã đăng thương mày ban thì dùng áo cô nó có biển thanh long cô nó cao nó có tham cho từ nhầm bay nhưng ấy chung khi chân từ hay con giấy á nè luôn cô nhầm bay từ đá su bà ta tới tham mệnh ban của anh ở từ riêng pi ngày nâng mạng mệnh tha ở ai còn anh ra hả ai tê tay còn anh cặp ấy còn anh chữ ấy mày bằng sọc trắng á nè mà mặt tao đã nhiều mặt đăng tê mà nhiều mặt đăng tê con về tới ai thật sự còn rừng nó cứ còn vô món hay mà mặt tại con gì con đang trai thống mày ban còn ở tư hay mày ban vô áp ca ấy tao xịt sọ mày ban thơ sẽ cầm hiệp lại play mùi ở sân gì đâu mạ sụt trai nữa con thấy có đăng tao một mặt nữa cái tư cái này đăng ấy mỏng ở đây bằng trái bên nó có thay trẻ con khăn của ôn con mình tên á su ấy con mình trai su ấy con mình đăng từ riêng con mình từ chữ ấy con mình prap ca ấy con mình prap á khăn ọt ní ọt nhằm bài còn thay còn tục tràn bài cho còn lang từ tục còn bên tục ấy nơi pin niệm mạ cô nâng cao nâng từ hãy đọc về đăng tham mạ con vậy mình mùi ôn có thế mà sự tu thông đá quạt cái lưỡi sợi ôn mà quạt nắng lang chả đà cho chả đà chờ lang tới viên mệt má có viên lon sợi krip mình tết đài buộc tê du đài tới lưỡi sợi bạc phí cho bật tục ấy chia thông mà đà hay là vậy bằng trái có lưỡi sợi ôn quạt cho bật tục bên trắng á quạt cho mà cao mà đòn để sao đà biển thay chạy quạt khăn ôn quạt lần trong đây bật tục chết á mình đây bật tục ngồi kia bật tục chọc kia quạt thay quạt khăn lần trong nơi chân cho su mà là nghe ấy su ấy không đặng mày còn mà tha ná chân quạt khăn hay quạt cả cho mà cào bây giờ mà cám khinh mạng bật quạt của bông tà riệp cham riệp ấy chấn bọn trái còn cả su tơ thang mà nhai mà ai su viết đằng rương đằng rài ót thằng mày bàn viết vời chân vì chữ ấy vì cao ấy mãi coi cái vị của ba có thao đăng nghe su tới vi dùng vì thao bim đắng việc ban thua tê vì vậy tập bắn đắng hay bọn trái con đằng gì mày có ban trăm ta trăm mơ ai ấy tới mày má trăm đinh với tơ riêng ấy trăm dân thua ca thôi chúng ta hay còn có chui lợt cham lợt năng mạng bật quạt vô tơ tẹt bài liên tục đại chân tử hay và tập vì liên tục đại rối còn coi mơ được tôi mùi mạ con đó nè rồi hai mạ có cho tơ không bật tục bật quạt sầm rạ từ bật tục bật quạt nó chọc theo bái tròn cào chằm bán đấy nè bóng trái đòi xa thì quát khẳng và ôn quát tròn kênh bật tục chật trắng quát có sầm rạ thế còn mơ được tôi chọc hai nắng con nâng kênh nâng một tụi tôi nâng một tụi tôi nâng mình trong tầng miền sờ lỏng ấy miền kre mui anh nâng cái hơi mệt cái đa ngưa rồi mệt tái vì ở thông á vì một bánh tao y bánh té vì chia là bị cái thôi bị chờ hay miền bụng mùi đã là lớn nâng miền nói miền ấy đều mãi qua sầm rán mơ tụi lên ngày ấy chắc á bằng trai có thà có kênh nên nâng có chia lang từ kênh chật mình được đã ăn vậy ấy chắc bên nâng ngô và ôn đài đập bé đại mơ tụi tôi chọc bông trái thập bên nâng còn mơ đó mong đập pi chiêng đằng bắn bật tụi tôi kênh đập bé kênh tới té bật lên
បិទអីអស់ហើយប៉ុន្តែមិនល្ងឹតរហូតដល់មើលអីមិនឃើញទេវានៅមានពលឺខ្លះដែររបៀបជាអស់ហើយដែរឃើញអាម៉ោងដែលមានលេខឡូតទេអានឹងយប់ឡើងក៏ភ្លឺដែរណានៅក្នុងផ្ទះគាត់មានអានឹងឲ្យវាធំដល់ពេលអញ្ចឹងទៅបិទភ្លើងបិទប្អួយអីបិទវិញណូនអីល្ងឹតអស់ក៏មានអាភ្លើងនឹងដែរដែលអាចនិយាយថាឃើញសមោចដាលឃើញសមោលអីព្រាលណាទាំងវានិយាយទៅវាមើលឃើញហើយពេលដែលកំពុងតាកេងហ្នឹងបងឆៃគាត់គឺលឺសលេងរបៀបចុះចដាលដូចខ្ញុំថាអញ្ចឹងចដាលឈើហ្នឹងពេលដែលចុះហ្នឹងវាមានមកកម្មដែលជន់ទៅរបៀបថាលឺក្រឹកមិនដឹងថាវាលលងឈើឬក៏មិនណាជន់ទៅគឺលឺដឹងហ្មងថាមានមនុស្សចុះឬមនុស្សឡើងបងឆៃគាត់ក៏បើកភ្នែកមើលទៅដោយសារតែចាយើងអាចមើលប៉វេនក្នុងផ្ទះហ្នឹងថាតសនៅតាណាចដាលនៅតាណាមើលឃើញប៉ុន្តែចង់និយាយថាបើយើងបើកភ្នែកអ្នកដែលដើរចុះចដាលមកហ្នឹងគេអត់ដឹងថាយើងកំពុងបើកភ្នែកទេអស់ហើយតអត់គាត់ក៏បើកភ្នែកមើលទៅហើយគាត់ដឹងចាពេលហ្នឹងមកកប្អូនស្រីរបស់គាត់ចុះមកក្រោមហើយគាត់ចង់ដឹងថាវាចុះមកធ្វើអីដល់ពេលដែលបើកភ្នែកមើលទៅគាត់ឃើញប្អូនគាត់ស្មៅប្អូនស្រីរបស់គាត់ចុះមកមែនប៉ុន្តែពេលដែលចុះមកហ្នឹងឈរថ្មឹងចង់និយាយថាចុះចដាលផុតហើយមកដល់ជន់ក្រោមហ្នឹងហើយឈរនៅមុខចដាលហ្នឹងអស់ពីសម័យចាញ់អត់ឈរនៅមុខចដាលហ្នឹងហើយអានាឡិកាហ្នឹងចដាលនៅមុខបន្ទប់ម៉ាក់គាត់នាឡិកាហ្នឹងនៅជាងមុខបន្ទប់ហ្នឹងឯងអញ្ចឹងវាចាំងទៅអាចដាលហ្នឹងអាភ្លើងរបស់នាឡិកាលោតលេខទាំងអស់គ្នាដែលឃើញអត់និយាយរួមនៅក្នុងផ្ទះយើងទូបិទល្ងឹតឈឹងក៏ដោយតែភ្លើងអាឌីសង់ទ័រភ្លើងតែមួយពលឺក្រហមហ្នឹងក៏អាចធ្វើជាពលឺពេលយកបានដែរអត់បាច់ដើររាវឯងហើយណាមួយទៀតផ្ទះយើងចំណាំដល់មិនអត់ណាដឹងថាកន្លែងណាមានអីប៉ុន្តែខ្ញុំចង់និយាយចាពេលហ្នឹងបិទភ្លើងអស់ហើយប៉ុន្តែវាមិនល្ងឹតបើមានមនុស្សដើរផ្ទះហ្នឹងវាឃើញសមោលគាត់ឃើញសមោលបងស្រីគាត់ឈរឆ្កឹងនៅហ្នឹងឈរចុះមកមិនដឹងថាចង់ទៅបន្ទប់ទឹកក៏មិនឃើញបើកទ្វារចេញទៅមករកគាត់ក៏មិនមករកមកដល់ឈរថ្មឹងនៅហ្នឹងដល់ពេលឈរទៅដឹងទាំងអស់គ្នាឃើញរូបរាងសមោលបងប្អូនស្រីរបស់គាត់ហ្នឹងធ្វើមិនអត់កាច់កទៅមកញឹមហៀងសម័យដូចក្នុងរឿងខ្មោចអញ្ចឹងឈរត្រង់សាប់កាច់កក្រែកទៅគាត់ថាអាពេលហ្នឹងវាអត់មានសលេងទេគាត់ថាវាចម្លែកចាអាណាឈរសុកហើយកាច់ក្រែកទៅអញ្ចឹងវាមានមូលហេតុអីហេតុបងឆៃពេលឃើញអញ្ចឹងគាត់ថាបងអូនគាត់មិនមួយទៀតគាត់ថាខ្វាច់ឡងទៅដឹងអាកាយវិការហ្នឹងវាចម្លែកពេកណាដល់ពេលគាត់ឃើញអញ្ចឹងគាត់ចេះតែព្យាយាមមើលអញ្ចឹងទៅគាត់ឃើញអារូបរាងបងប្អូនរបស់គាត់ហ្នឹងពេលថារត់សាប់អត់ដើរទេទាំងអស់ឲ្យតនេះធម្មតាមនុស្សយើងមកដើរមិនម៉ាក៏ត្រូវតែមានសម្ៅវាអង្គើបន្តិចអត់ទេដូចជិះស្គីមកអញ្ចឹងស្រួតមកកាន់តែចិត្តទៅអញ្ចឹងហើយគាត់មានថាចាក្នុងចិត្តពេលហ្នឹងគាត់ថាជុំប្អូនគាត់ហោះមកឬក៏វាដើរមកដោយសារតែពេលហ្នឹងដូចខ្ញុំថាវាអត់បើកភ្លើងទេឬដោយសារតែអាភាពល្ងឹតឃើញត្រឹមតែជាសមោលដែលជារូបរាងមនុស្សហ្នឹងទេបានជាគាត់មើលអត់ឃើញថាប្អូនគាត់ដើរអង្គើអីប៉ុន្តែវាទាំងអស់ឲ្យយល់ថាម៉េចអត់មុនហ្នឹងខ្ញុំមិននិយាយថាកូនហ្នឹងឈរសុកឲ្យកាច់កមកខាងស្ដាំមកក្រែកហ្នឹងហើយមកទាំងចឹងទាំងអស់ឲ្យតនសៀតមកអញ្ចឹងទៅបងឆៃបែរថាចាគាត់ដេកទៅគាត់ព្យាយាមមើលគាត់ពេលហ្នឹងអត់មានមកជ្រឹមភ្នែកមើលគឺគាត់បើកភ្នែកមើលហ្មងដោយសារតែដូចខ្ញុំថាអញ្ចឹងគាត់ដឹងថាអ្នកដែលចុះមកអ្នកដែលដើរកាត់គាត់ហ្នឹងបើមិនបើកភ្លើងអត់ដឹងថាគាត់បើកភ្នែកទេងោះឲ្យតនអញ្ចឹងគាត់បើកភ្នែកមើលហ្មងហើយគាត់ឃើញសៀតមកចិត្តគាត់ទៅអញ្ចឹងបងឆៃគាត់ស្រាប់តែមានអារម្មណ៍ថាខ្លាចដល់ពេលខ្លាចទៅគាត់ស្ទុះងើបមកទំហឹងទៅចុចកុងតាក់ភ្លើងបើកកុងតាក់ភ្លើងមកគេហ្នឹងនៅជាប់អាអញ្ចឹងចិត្តទទួលគាត់ចុចពុំទៅគាត់ឃើញបងស្រីគាត់មែនជាប្អូនស្រីរបស់គាត់មែនអាមិញហ្នឹងមិនខ្មោចលងអីទេរូបរាងរបស់ប្អូនគាត់មកឈរថ្មឹងនៅក្នុងផ្ទះហ្នឹងហើយមិញហ្នឹងឃើញរសាត់មកដល់ត្រឹមណាគាត់ចុចបើកភ្លើងមកគឺមកដល់ត្រឹមហ្នឹងប្អូនរបស់គាត់តែអត់មានកាច់កទៅណាគឺឈរត្រង់ភ្លឹងហើយមុខស្មាថេងមើលមកគាត់ដល់ពេលឃើញគាត់អញ្ចឹងហើយអត់មាននិយាយអីមួយបងទេគាត់ដើរបករុយឡើងទៅលើផ្ទះវិញបាត់ចូលបន្ទប់វិញបាត់ទៅហើយបងឆៃគាត់ថាមិនចឹងវាខាត់អីមិនបានវាធ្វើអញ្ចឹងដល់ពេលអញ្ចឹងបងឆៃគាត់ថាគាត់ចាប់ផ្ដើមភ័យអត់ហ៊ានឡើងទៅលើវិញបងឆៃគាត់ថាចាដូចមានអារម្មណ៍ថាខ្លាចប្អូនគាត់ហ្មងណាគាត់គោះទ្វារម៉ាក់របស់គាត់ចូលបន្ទប់ម៉ាក់នៅទូមុខចដើនឹងគោះទ្វារទៅម៉ាក់គាត់ក៏បើកទ្វារហើយគាត់ក៏សុំចូលទៅក្នុងបន្ទប់ម៉ាក់របស់គាត់រួចគាត់និយាយថាចាម៉ាក់មីអូនវាអញ្ចឹងចេះទៅគាត់និយាយហេតុការណ៍ដែលគាត់ឃើញមុនហ្នឹងណាហើយពេលតែគាត់និយាយហ្នឹងទៅឲ្យដឹងមិនអត់អាមុខទ្វារហ្នឹងធម្មតា
វាណាដើរកាត់មិនមានសមោលជើងក្រៅមកទ្វាឈើវាអត់ដៃចិត្តទេអត់តែដើរកាត់ឃើញសមោលហើយឃើញសមោលមួយឆ្វាច់ខ្មៅកាត់មួយឆ្វាច់អញ្ចឹងទៅពេលកំពុងនិយាយហ្នឹងបងឆៃគាត់កលេចទៅមុខទ្វាហ្នឹងគាត់ឃើញសមោលតំណងតែមានមនុស្សដើរកាត់ព្រោះតែគាត់អត់មានចាំសាក់ទេអញ្ចឹងគាត់ក៏ស្ទុះបើកទ្វារបន្ទប់ម៉ាក់របស់គាត់វិញតែពេលបើកមកហ្នឹងអត់មានឃើញអីទេហើយបងឆៃហ្នឹងគាត់បិទទ្វារវិញទៅម៉ាក់របស់គាត់សួរថាខ្លួនឯងកាត់អីមានរឿងអីវាមិនអីមិនអញ្ចឹងហ្នឹងមិនបានសុកមកស្ទុះគោះទ្វារគាត់មើលទៅដូចមានអីចង់និយាយតែគាត់ពិបាកនិយាយចាញ់ហើយមិញហ្នឹងប្រុងនិយាយហ្នឹងអត់តាន់និយាយអស់ទេគាត់ឃើញសមោលដើរកាត់អញ្ចឹងទៅហ៊ីឃើញមកវប់ហ្នឹងទៀតហ្នឹងម៉ាក់គាត់ក៏មើលទៅមានថាឆ្ងល់កូនដែរកាយវិការប្លែកមួយទៀតហ្នឹងមានកូនតែ2ហ្នឹងផងនេះអស់ពីកូនស្រីឡើងមកកូនប្រុសបងឆៃរបៀបថាអត់ដឹងរៀបរាប់ពីតាណាទៅដឹងរៀបរាប់ថាគាត់ទទួលអារម្មណ៍ប្លែកជាមួយប្អូនគាត់មិនអីមិនហ្នឹងប៉ុន្តែក៏ដាច់ចិត្តនិយាយទៅថាមុនហ្នឹងគាត់គេងទៅគាត់ឃើញប្អូនគាត់ចេះវាធ្វើកាយវិការរបៀបនេះហើយមិញហ្នឹងគាត់ឃើញមានដូចសមោលណាគេដើរកាត់ទៅវាមិនកាត់ពលឺមកឆ្វាច់ទៅមុខទ្វារទាំងអស់នេះដឹងសម័យចាញ់ហើយម៉ាក់មកគាត់ក៏និយាយទៅបងឆៃវិញថាចាតាមពិតទៅគាត់ក៏មានអារម្មណ៍ថាកូនស្រីគាត់នឹងមិនមែនកូនគាត់ដែរគាត់និយាយចឹងហ្មងណាប៉ុពេលដែលចង់និយាយថាអាពេលដែលហៅមកញ៉ាំបាយអាពេលដែលអត់តន់យំអត់តន់ដឹងថាកូននឹងអត់ទៅរៀនណាអាពេលដែលហៅមកញ៉ាំបាយមួយគាត់ធម្មតាហ្នឹងគាត់ស្រឡាញ់កូនអញ្ចឹងគាត់ឡើងអោបកូនអោបអីអាពេលហ្នឹងគាត់ថាគាត់អោបកូនទៅវាដូចមិនមែនកូនគាត់ណារូបរាងហ្នឹងកូនគាត់ដែរតែគាត់ទទួលអារម្មណ៍ថានឹងមិនមែនកូនស្រីរបស់គាត់ទេហើយក្រោយពេលដែលគាត់ដឹងថាកូនហ្នឹងសង្ងំនៅផ្ទះអត់បានទៅសាលាអាហ្នឹងមិនមែនជាចរិតកូនគាត់ហើយដល់ពេលសួរទៅគាត់ទៅពីយំអត់ដឹងថាមានរឿងអីអត់គាត់ថាគាត់អត់ដឹងអីរហូតហ្នឹងណាម៉ាក់គាត់យំជាមួយហ្នឹងដោយសារតែគាត់មានអារម្មណ៍ថាកូនគាត់អត់បាននិយាយកុហកទេអីប្រហែលថ្ងៃដែលគាត់ធ្វើហ្នឹងគឺគាត់អត់ដឹងខ្លួនមែនអញ្ចឹងហើយវាអត់ដឹងថានិយាយមិនណាអធិប្បាយមិនថារឿងហ្នឹងកាត់ឡើងបានមិនណាវាយកអីមកបញ្ជាក់បានណាបានគាត់អាណិតកូនវិញគាត់យំមួយកូនគាត់ណាងោះឲ្យយល់ហើយដល់ពេលបងឆៃមកនិយាយអញ្ចឹងថាឃើញប្អូនគាត់សុកដើរចុះមកអញ្ចឹងផ្ទះបន្ទប់ទឹកនៅក្រោយគ្នាទៅបន្ទប់ទឹកបន្ទប់អីវាធម្មតាទេអត់តែសកម្មភាពមុននឹងតែគាត់ឃើញហ្នឹងគឺដូចថាអញ្ចឹងប្អូនគាត់មិនមែនដើរវាដូចហោះវាស្យើតមកហើយណាទៅដើរហើយកាច់កោមួយជាហៀងអញ្ចឹងធ្វើអីឥឡូវសម័យថាបើគាត់ដើរមករោបងឆៃចាំបាច់កាច់កោមួយជាហៀងអញ្ចឹងធ្វើអីវាចម្លែកអញ្ចឹងណាហើយបងឆៃគាត់ក៏និយាយទៅម៉ាក់គាត់ហ្មងថាម៉ាក់ទីមីអូនស្អីចូលទៅហើយម៉ាក់គាត់ក៏ថាអើឯងមិនដឹងមិនទេព្រោះវាប្លែកពេកមិនដឹងថាយើងធ្វើអីខុសមើលដូនតាអ្នកតាណាកាច់អីចឹងយើងវាមិនដឹងទេមិនថាមួយថ្ងៃហ្នឹងគ្នាដូចមិនបានទៅណាទេទៅរៀនមកផ្ទះហើយបើទៅណាទៅញ៉ាំអីមួយមិត្តភក្តិគ្នាគាត់តិចតួចមានទៅណាទៅណីទេបើថាដូចបងឆៃទៅបោះតង់បោះអីចឹងសុំអ្នកតាកាច់គាត់និយាយចឹងណាហើយខ្ញុំនិយាយតិចចុះពេលដែលបងឆៃមកដល់ផ្ទះដំបងប្អូនគាត់មករត់មកទទួលហ្នឹងណាគាត់មកពីបោះតង់អត់មកពីណាមកពីបោះតង់ធម្មតាតាមរមណីយដ្ឋានកន្លែងបោះតង់អីមួយអាខាងលើនឹងភ្នំមកចុះមកនៅជើងហ្នឹងមានផ្ទះអ្នកភូមិអីហ្នឹងគេមានធ្វើរបស់វត្ថុអនុស្សាវរីយ៍លក់ហើយគាត់ទិញអាកណ្ដឹងខ្យល់ហ្នឹងពីកន្លែងហ្នឹងយកមកផ្ញើបងអូនអញ្ចឹងណាហើយអញ្ចឹងហើយបានពេលហ្នឹងគិតគ្នាឡើងចុះទាំងយប់ហ្នឹងទៅម៉ាក់គាត់ក៏និយាយអញ្ចឹងទៅគាត់ថាបើអ្នកតាកាច់សមតែបងឆៃដើរព្រៃរហូតស្រាប់តែពេលហ្នឹងបងឆៃអត់ដឹងថាមូលហេតុអីឯងគាត់ថាម៉ាក់តិចដោយសារតាកណ្ដឹងដែលខ្ញុំទិញផ្ញើមីអូហ្នឹងទៅកណ្ដឹងខ្យល់ហ្នឹងហ៎ហើយបងឆៃគិតថាអញ្ចឹងដោយសារតែអញ្ចឹងកណ្ដឹងហ្នឹងគេខ្ញុំមិននិយាយតែគេធ្វើពីឈើរូបរាងកណ្ដឹងតែគេធ្វើពីឈើអញ្ចឹងគេលោកឈើហ្នឹងវាមានអីអញ្ចឹងណាហើយម៉ាក់គាត់ពេលហ្នឹងគាត់ទះបងឆៃមិនតែមិនទះមុខទេគាត់ទះស្មាមួយដៃទៅគាត់ថាមិនទៅទិញរបស់អីផ្ញើបងអូនអញ្ចឹងគាត់ថាគាត់ទិញរត់ទៅដងតែអីផងជួនកាលទៅរូបតុក្កតាឈើទូចអីចឹងអីហ្នឹងណាយកមកផ្ញើបងរហូតណាហើយលើកហ្នឹងគាត់ទិញអាហ្នឹងទៅគាត់ឃើញវាស្អាតហើយក្រៃលោប្អូនយកមកបតោងកបោបតោងអីតែតាំងពីបានអាហ្នឹងមកស្រាប់តែអត់ទៅរៀនតាំងពីថ្ងៃដែលគាត់មកវិញម្ដងថ្ងៃហ្នឹងគឺរយៈពេល4ថ្ងៃឯងអត់ទៅរៀនបាន2ថ្ងៃព្រោះពេលថ្ងៃទី1ហ្នឹងគាត់មកដល់ពេលល្ងាចអញ្ចឹងអាហ្នឹងរាប់ថ្ងៃទី1ណាដល់ពេលអញ្ចឹងទៅបងឆៃក៏ថាអញ្ចឹងមិនម៉ាស្អែកហ្នឹងមកឯងលក់វ៉ាន់នៅផ្សារអញ្ចឹងឯងស៊ូអ្នកចិត្តហ្នឹងណាថាមានគ្រូមានអីមើលអត់ទៅមើលគ្រូមើលអីមើលហើយបងឆៃក៏ថាចាំស្អែកហ្នឹងខ្ញុំដេញវាទៅរៀនខ្ញុំដេញវាទៅពីព្រឹកអញ្ចឹងទៅហើយចាំខ្ញុំលូចអាហ្នឹងយកទៅឲ្យមកឯងប្រាប់ម៉ាក់អញ្ចឹងណា
ដល់ពេលប្រាប់អីហើយហ្នឹងម៉ាក់គាត់ថាអញ្ចឹងទៅដេកទៅអីទៅតែដឹងមិនអត់បងឆៃគាត់ថាក៏អត់ហ៊ានឡើងទៅគេងបន្ទប់គាត់ទេគាត់សុំគេងមួយម៉ាក់គាត់ដោយសារតែមុនហ្នឹងលេងឃើញសុកមកឈោកាច់កណាណាហ៊ានទៅដេកតែឯងហើយចុះមកដេកសុកលេងឃើញបាក់ទ្វារបន្ទប់ចូលទៅអីមិនហ្នឹងគាត់ថាគាត់ខ្លាចបងអូនខ្លួនឯងហ្មងប៉ុន្តែម៉ាក់គាត់ក៏និយាយថាចាឲ្យចុះបើសិនជារឿងហ្នឹងវាជាការពិតបងអូនគាត់ពិតជាមានអីសន្ធិដ្ឋអញ្ចឹងធ្វើម៉េចជិះមកសុកនាំទៅចងកបាត់ទៅគាត់គិតម៉េចដល់ពេលអញ្ចឹងទៅបងឆៃគាត់ថាអូយអញ្ចឹងធ្វើម៉េចមានតែចេញតែគេនឹងក្រៅគាត់ថាគាត់អញ្ចឹងគាត់ទៅគេនឹងមុខទូទាស់នឹងវិញបើសិនជាមានរឿងអីឬក៏បងអូនគាត់ចុះមកអីទៀតអញ្ចឹងវាថាគាត់ឆាប់ឃើញណាក៏ចេញមកក្រៅវិញម៉ាក់គាត់ហ្នឹងគាត់ថាគាត់ចេញមកគេងកំដរដែរគាត់ក៏យកភួយយកខ្នើយហ្នឹងមកក្រាគេងមុខទូទាស់មួយបងឆៃអញ្ចឹងទៅចាំមើលក្រែងកូនគាត់ចុះទៅណារត់បាត់ទាំងយប់អីចឹងយប់ទី1ហ្នឹងអត់មានរឿងអីកាត់ឡើងទេអត់មានរឿងអីកាត់ឡើងពេលព្រឹកឡើងទៅបងឆៃគាត់ទៅគោះទ្វារប្អូនគាត់ណាដើម្បីដេញឲ្យគ្នាទៅរៀនទៅអីចឹងទៅហើយពេលតែគាត់គោះទ្វារហ្នឹងប្អូនគាត់បើកទ្វារមកនិយាយថាហ្នឹងជាប្អូនមកគាត់ហើយគូនិយាយថាម៉េចដូចគេនិយាយថាពេលដែលខ្មោចចូលទៅគេបាញ់កាភ្លើងអាចំនួនមុនឬក៏គេធ្វើអីឲ្យសលេងលឺខ្លាំងដើម្បីឲ្យបើថាភ្ញាក់ឲ្យចេញទៅវិញណាបើចឹងណាបងឆៃគាត់គិតអញ្ចឹងដែរហើយចំណាំចាពេលដែលគាត់ហៅប្អូនរបស់គាត់ភ្ញាក់2ដងអាហ្នឹងត្រឡប់មកជាប្អូនរបស់គាត់វិញណាអញ្ចឹងគាត់ក៏និយាយថាសុកឡើងស្ងាត់ទៅធាក់ទ្វារបន្ទប់ប្អូនខ្លួនឯងធាំងអញ្ចឹងទៅបានស្រែកហៅហើយហៅខ្លាំងទៀតហើយបានប្អូនគាត់ចេញមកចេញអីអញ្ចឹងទៅគ្នាទៅងូតទឹកងូតអីទៅរៀនណាពេលតែប្អូនគាត់ចុះទៅងូតទឹកហ្នឹងគាត់ក៏ចូលបន្ទប់ប្អូនគាត់មួយម៉ាក់គាត់ហ្នឹងដើម្បីយកអាកណ្ដឹងខ្យល់ហ្នឹងយកទៅផ្ទះគ្រូនិយាយអញ្ចឹងហ្មងហើយពេលតែចូលទៅដឹងកណ្ដឹងខ្យល់ហ្នឹងនៅតារាអត់នៅមាត់ទ្វារអាហ្នឹងគេហៅអីគេអាតពុកកៅអាមកជូគេមាន5ហ្នឹងគាត់ស្វាមជាប់នឹងទ្វារបន្ទប់ហ្នឹងឯងទុកឲ្យប្អូនពាក់អីវ៉ាន់ពាក់អីហើយអាកណ្ដឹងខ្យល់ដែលគាត់ទិញឲ្យប្អូនគាត់ហ្នឹងណាខ្ញុំហៅទៅកណ្ដឹងខ្យល់បតោងកបោបដែលមានរូបកណ្ដឹងហ្នឹងគាត់ពាក់ហ្នឹងអាទ្វារហ្នឹងគាត់មានយកដាក់កបោបអីគាត់ណាបងឆៃគាត់ក៏ចាប់យកអាហ្នឹងមកទៅគាត់ថានេះម៉ាក់ខ្ញុំទិញអានេះឲ្យមីអូនហើយម៉ាក់គាត់មើលទៅគាត់ថាដូចបតោងធម្មតាហ្នឹងហើយមិនសមថាមានអីទេពេលដែលគាត់និយាយគ្នាមួយបងឆៃហ្នឹងម៉ាក់បងឆៃគាត់ស្រាប់តែរបៀបថាចានិយាយហើយហ្នឹងគាត់របៀបរៀងកញ្ញែងខ្លួនហើយព្រឺសបកថាអូយចេញពីបន្ទប់ហ្នឹងសិនអត់នៅទេព្រោះអាពេលដែលហៅប្អូនឲ្យងើបហ្នឹងណាម៉ោង5កន្លះហេទាំងឲ្យម៉ោង5កន្លះទៀបភ្លឺហើយបន្ទប់អត់បើកភ្លើងគាត់ចូលទៅរបៀបថាបើកតាភ្លើងក្រៅដល់ពេលមើលបន្តិចទៅវាឃើញអាកណ្ដឹងហ្នឹងនៅហ្នឹងគាត់ក៏ដោះយកមកហើយអត់បានបើកភ្លើងឲ្យភ្លឺក្នុងបន្ទប់ហ្នឹងទេវាគ្រាន់តែថាម៉ោងថ្មហ្នឹងក្នុងប្រទេសវាមិនល្ងឹតខ្លាំងវាមិនល្មមមើលឃើញប៉ុន្តែក៏មិនភ្លឺច្បាស់ដែរព្រោះម៉ោង5ជាងហ្នឹងហើយពេលហ្នឹងគាត់ក៏រុញចេញពីក្នុងបន្ទប់ប្អូនគាត់សិនគាត់និយាយថាចានៅក្នុងហ្នឹងដូចមានអារម្មណ៍ព្រឺសម្បល់ដូចមិនដឹងទេបងឆៃគាត់ថាចាមិញហ្នឹងគាត់ក៏មានអារម្មណ៍ចឹងដែរគាត់មានអារម្មណ៍ថាចាក្នុងបន្ទប់ហ្នឹងមានតែគាត់2នាក់ឯងចូលទៅយកអាបតោងកបោបរូបកណ្ដឹងហ្នឹងប៉ុន្តែគាត់មានអារម្មណ៍ថានៅក្នុងបន្ទប់ហ្នឹងមានភ្នែកមកគូមើលមកគាត់មានមនុស្សផ្សេងទៀតនៅក្នុងហ្នឹងទាំងតែប្អូនគាត់នៅបន្ទប់ទឹកក្រោយផ្ទះហើយដាច់ពីផ្ទះបាយទៀតដើរទៅប្រហែលជា2-3ម៉ែត្រ4ម៉ែត្រទៀតបានទៅដល់បន្ទប់ទឹកហ្នឹងហើយចុះណាគេនៅក្នុងបន្ទប់ហើយត្រូវនឹងម៉ាក់គាត់និយាយយ៉ាងទៀតគាត់ក៏ប្រញាប់ថាកាលអាហ្នឹងចុះមកក្រោមមកអីចឹងទៅហើយអង្គុយនឹងក្រោមហ្នឹងចាំមើលប្អូនរបស់គាត់ណាចាំមើលប្អូនគាត់ចេញពីបន្ទប់ទឹកកូនហ្នឹងក៏ដើរឡើងទៅលើទៅអីជាធម្មតាហើយចេញទៅរៀនលាម៉ាក់លាអីអាហ្នឹងចេញមកសកម្មភាពដែរប្រុកក្តីដូចធម្មតាវិញណាអត់ដូចរដងដើរមកញញឹមសងំអត់ទៅរៀនវាអត់អញ្ចឹងទៀតណាហើយបងឆៃគាត់ថាអើយនិយាយទៅសង្ស័យមកពីអាហ្នឹងមិនព្រោះគាត់ពេលតែគាត់យកអាហ្នឹងចេញពីប្អូនគាត់លេងអីហើយគាត់ក៏ឲ្យអាហ្នឹងទៅម៉ាក់គាត់ទៅគាត់ថាម៉ាក់ឯងមានស្គាល់គេម៉ាក់គាត់លក់អីវ៉ាន់ក្នុងផ្សារអញ្ចឹងធម្មតាអ្នកផ្សារនេះអីចឹងមិនម៉ាក៏ត្រូវតែអត់ដលងមូលទេមានកថាមានយន់អីដាក់កន្លែងរ៉ូស៊ីហើយម៉ាក់គាត់អ្នកយកហ្នឹងទៅឲ្យបងឆៃទៅធ្វើការធម្មតាទេយកអាបតោងកបោបរូបកណ្ដឹងហ្នឹងទៅផ្សារទៅក៏ស៊ូអ្នកដែលគាត់រាប់អានលក់អីវ៉ាន់ក្នុងផ្សារជាមួយគ្នាណាគាត់ស៊ូទៅថាមានស្គាល់គ្រូណាអីណាអត់គាត់រាយរាប់ប្រាប់តាមដំណើររឿងណាហើយអ្នកចិត្តខាងអ្នកលក់មួយគ្នាហ្នឹងគេក៏ចិត្តល្អទៀតគេថាគេស្គាល់គ្រូនៅឡើយនេះនាំទៅទាំងព្រឹកផ្ញើតូបនឹងគេទៅរោផ្ទះគ្រូទាំងព្រឹកហ្នឹងឯងដល់ពេលដែរទៅដល់ផ្ទះគ្រូគាត់រាយរាប់តំណងអីប្រាប់គ្រូនឹងអស់ហើយហ្នឹងគ្រូនឹងក៏គាត់ថាគាត់សុំមើលអាកណ្ដឹងខ្យល់នឹងតិចបានអត់បតោងកណ្ដឹងហ្នឹងណាម៉ាក់របស់បងឆៃហ្នឹងគាត់ក៏ដកទៅពេលហ្នឹងគាត់ដាក់ក្នុងថង់ខ្មៅ
ដាក់ក្នុងថង់ខ្មៅហើយដាក់កាបូបគាត់ក៏ដកហុចឲ្យគ្រូហ្នឹងពេលតែគ្រូហ្នឹងគាត់កាន់ប្រមិលមើលទៅគាត់មើលឡើងមិនសទុះសមាធិផងអីផងរួចហើយគាត់និយាយថាគាត់ជ្រួញចោលមកឲ្យនិយាយធ្វើមុខឆ្ងល់ហើយគាត់និយាយថាចាអត់មានអីផងហ្នឹងគាត់និយាយមកបងឆៃអញ្ចឹងណាគាត់ថាអត់មានអីផងហ្នឹងកណ្ដឹងធម្មតារបស់ធម្មតាហ្នឹងអត់មានអីទេតែពេលអញ្ចឹងម៉ាក់បងឆៃមិនចាប់ដើមឆ្ងល់គាត់ថាហើយមិនក៏បើវាអត់មានអីមិនក៏កូនគាត់ផ្លែកឬក៏អាហ្នឹងកាន់តែភ័យជាងអាខ្មោចចូលទៀតនិយាយអញ្ចឹងហ្មងដឹងភ័យមិនអត់ខ្លាចកូនខ្លួនឯងបែកថ្នាំគាត់គិតអញ្ចឹងណាយំនៅផ្ទះគ្រូហ្នឹងហ្មងហើយអ៊ីចិត្តខាងលក់ចិត្តគាត់ហ្នឹងក៏ចិត្តទលួងទៅព្រោះការៈហ្នឹងគាត់ថាអូយគាត់ច្បាស់ហើយដឹងអាខ្មោចចូលហើយគ្រូហ្នឹងគាត់ក៏និយាយដែរគាត់ថាបើអាមកបែបហ្នឹងនិយាយដំបូងគាត់ក៏គិតថាអញ្ចឹងដែរការៈហ្នឹងហើយប៉ុន្តែអារបស់ដែលគិតថាមានគេនៅហ្នឹងវាអត់មានអីទេគាត់សួរណាមានអីផ្សេងអត់ម៉ាក់មកឆៃគាត់ថាអត់ទេមានតែរបស់ដែរតាំងពីយកអារបស់ហ្នឹងមករយៈដែលកូនគាត់ផ្លែកហ្នឹងគឺមានតែរបស់ហ្នឹងមួយទេដែលចូលមកផ្ទះគាត់អញ្ចឹងហើយគាត់គិតថាអាហ្នឹងឯងណាមួយកូនគាត់មកពីបោះតង់ហ្នឹងវាថាតែងអាហ្នឹងពីតំបន់ព្រៃភ្នំមកខ្លាចគេមកតាមអាហ្នឹងហើយពេលអញ្ចឹងទៅគ្រូហ្នឹងគាត់គាត់ថាអត់ទេរបស់ហ្នឹងអត់មានអីទេបើមានប្រហែលជាមានរបស់ផ្សេងឬក៏មិនមករកគ្រូរកអីទៅមើលដល់ផ្ទះទៅគាត់របៀបថាគាត់អត់មានអាសេវាកម្មទៅមើលឲ្យគេដល់ផ្ទះចឹងណាស្មាតតោខ្ញុំសុំនិយាយចឹងណាបើអ្នកណាចង់មើលឬក៏អីចឹងគឺត្រូវមកមើលកន្លែងគាត់មកចង់ដោះចង់អីចឹងយកមកកន្លែងគាត់ណាគាត់អត់មានបានទៅមើលឲ្យដល់ផ្ទះទេអញ្ចឹងគាត់ថាមិនមករកគ្រូគេមួយទៀតទៅតែរបៀបថាគ្រូគេមិនតែណែនាំគ្រូដូចគ្នាត្រូវភិកច្រើនអញ្ចឹងគាត់ក៏និយាយទៅថាឲ្យនៅអារបៀបបច្ចេកវិទ្យានៅទិសនេះទៅនេះរូបរាងចេះអីទៅស៊ូគេទៅខាងគេចេះមើលគេទៅមើលឲ្យដល់ផ្ទះបានទេណាហើយចៃដំល្អនិយាយទៅប៉ុណ្្នឹងមកអ៊ីអ្នកជិតខាងនោះដែលជូនម៉ាក់បងឆៃទៅហ្នឹងគាត់ថាអូគាត់ស្គាល់គ្រូហ្នឹងតែអញ្ចឹងក៏ស្ពះលាគ្រូនេះជូនទំនើបអីគាត់ខ្លះទៅរកគ្រូនោះម្ដងគ្រូហ្នឹងគាត់និយាយដូចគ្នាទៅដល់រាយរាប់ប្រាប់ដូចគ្នាអញ្ចឹងឲ្យកណ្ដឹងហ្នឹងទៅអីអញ្ចឹងហើយមើលទៅគឺដូចគ្រូមុននិយាយអញ្ចឹងគាត់ថាកណ្ដឹងនោះអត់មានអីទេអាបតោងកណ្ដឹងនេះក៏អត់មានអីហ្មងជារបស់អនុស្សាវរីយ៍ធម្មតាគាត់សួរម៉ាក់បងឆៃទៀតគាត់ថាមានរបស់អីផ្សេងក្នុងផ្ទះអត់ព្រោះពេលហ្នឹងគាត់និយាយថាចាមកតាមរបស់ដូចម៉ាក់បងឆៃនិងបងឆៃគិតចឹងប៉ុន្តែមិនមែនអាកណ្ដឹងដែលគាត់យកមកហ្នឹងទេហើយម្នាក់នៅគាត់ឃើញទេបើមិនមែនម៉ាក់គាត់យកមកមិនមែនរបស់បងឆៃទិញមកមានតែប្អូនគាត់ទិញខ្លួនឯងមានតែចឹងគាត់អត់ដឹងថាវាជារបស់អីទេស្រាប់តែកំពុងនិយាយគ្នាមួយគ្រូហ្នឹងណាគ្រូហ្នឹងស្រាប់តែគាត់និយាយថាចាកូនហ្នឹងគេសន្តិទៀតហើយព្រោះអាពេលហ្នឹងចង់និយាយថាពេលព្រឹកតរមកគាត់ទៅផ្សារតរមកឆ្លៀតពេលរកគ្នាទៅរកផ្ទះគ្រូបានហ្នឹងវាដល់ម៉ោងប្អូនរបស់គាត់ហ្នឹងចេញពីរៀនហើយចេញពីរៀនទៅម៉ាក់អត់តន់ទៅផ្ទះណាម៉ោងមិនដល់2 10ហ្នឹងគ្នាចេញមកហើយដល់ពេលចេញទៅមិនត្រូវនៅផ្ទះតែឯងហ្នឹងគេនៅមួយទៀតហើយគេចូលទៀតហើយគ្រូហ្នឹងគាត់និយាយអញ្ចឹងកូនហ្នឹងមិនមែនជាកូនហ្នឹងទេឥឡូវហ្នឹងគេកំពុងសន្តិតែគ្រូហ្នឹងគាត់ថាចាវាមិនមែនជាអាក្រក់ឬក៏អីទេគាត់ថាគ្នាអត់មានរូបគ្នាចង់បានរូបងោះឲ្យតនេះអញ្ចឹងទៅប្អូនរបស់គាត់ហ្នឹងនិយាយថាជានិស័យជាវាសនាគ្នារិស័យវាខ្សោយនៅជាមួយបានគាត់នៅរូបរបស់កូនហ្នឹងទៅម្នាក់ដែលជាវិញ្ញាណហ្នឹងជាចឹងទៅគាត់ថាអត់អីទេរននៅទៅគាត់ក៏ចង់និយាយថាឲ្យគាត់ទៅរកខ្លួនឯងអីខ្លួនឯងហ្នឹងគាត់មិនដឹងថាអាណាមានញៀនទៅមើលដឹងថារបស់ណារបស់ណីដែរទោះបីជាមានញៀនមើលអញ្ចឹងចង់និយាយថាបើឲ្យគេដោះឲ្យគេធ្វើវាមិនអាចឲ្យពឹងគេទាំងស្រុងឲ្យធ្វើអញ្ចឹងវាដូចស្រួលពេកព្រោះអារឿងហ្នឹងវាមិនអាចសុកកើតឡើងទេវាជាអាហ្នឹងគេហៅមិនពលាកម្មអីរបស់គាត់អញ្ចឹងហើយបានគ្រូហ្នឹងគេថាត្រូវរករបស់ហ្នឹងខ្លួនឯងរននឹកខ្លួនឯងអីឲ្យឃើញមកហើយយកមកឲ្យគាត់មកចាំគាត់ធ្វើពិធីឬគាត់យករបស់ហ្នឹងមកទុកខ្លួនឯងអញ្ចឹងណាឈប់ឲ្យនៅមួយកូនស្រីនឹងអីចឹងទៅហើយម៉ាក់បងឆៃពេលហ្នឹងគាត់ក៏ប្រញាប់ទៅផ្ទះវិញទៅប្រកូនគាត់នៅតែឯងអញ្ចឹងដឹងតែគេចូលទេដែរនិយាយអញ្ចឹងហ្មងដឹងគេចូលទេដែរហើយរននឹកអត់តន់ឃើញទេថាគាត់មានអីយកមកផ្ទះទិញអីទុកនឹងផ្ទះនឹងអីចឹងហើយបើឲ្យស៊ូកូនស្រីហ្នឹងស៊ូមិនប្រាប់បើឥឡូវគេសន្តិហើយបើសិនជាចង់និយាយថាទោះបីជាពេលគេចាញ់ទៅស៊ូកូនហ្នឹងក៏ប្រហែលជាកូននឹងអត់និយាយដែរអត់ដឹងថារបស់ណាដែលគេនៅទេមកផ្ទះវិញចឹងទៅពេលថាគាត់ព្យាយាមហៅកូនគាត់ណាហើយមកដល់គឺបាត់ទៀតហើយសង្ងំនឹងបន្ទប់អត់ចាញ់ទេហើយមួយទៀតខ្ញុំភ្លេចនិយាយឡើងហ្នឹងពេលដែលគាត់ទៅហៅកូនគាត់ចុះមកញ៉ាំបាយហ្នឹងអាមួយថ្ងៃមុនតែគាត់អត់បានដឹងថាអត់ទៅរៀនណាតែហៅកូន
លឺសលេងកូនច្រៀងកំហុំនៅក្នុងបន្ទប់អត់ដឹងបាត់អីទេដឹងតែច្រៀងកំហុំម្នាក់ឯងនៅក្នុងនឹងឯងហើយដល់ពេលថ្ងៃហ្នឹងគាត់ទៅហៅទៀតនេះលឺសលេងច្រៀងក្នុងបន្ទប់អញ្ចឹងទៀតហើយគាត់ថាអូយអាពេលដឹងអញ្ចឹងទៅឡើងព្រឺក្បាលឡើងខ្លាចកូនខ្លួនឯងដែរហើយចិត្តតែប្រឹងស្រែកហៅទៅឲ្យចុះមកញ៉ាំបាយមកញ៉ាំអីកូននឹងចេញមកមែនហើយចេញមកញ៉ាំដាក់គាត់ណា